Bà ngày nay mon dâyពីការដាំចេកវិញម្ដងបាទដោយខ្ញុំអត់ដែរបានធ្វើវីដេអូការដាំចេកទេបាទហើយនិយាយទៅការដាំចេកហ្នឹងអ្នកណាក៏ចេះដាំដែរបាទសូម្បីតែកូនក្មេងហ្នឹងក៏ចេះដាំចេកដែរក៏ប៉ុន្តែថាបច្ចេកទេសនៃការដាំហ្នឹងវាខុសគ្នាបាទហើយចំណែកនេះវីដេអូនេះខ្ញុំមកនិយាយពីកូនចេកបាទកូនចេកដែលខ្ញុំយកមកដាំនេះវាមានអាយុកាល3ខែហើយបងប្អូនដែលចង់បានកូនចេកច្រើនយកមកដាំណាដូចថាយើងដាំចេកដូចខ្ញុំដាំនេះបាទខ្ញុំដាំនេះវាមានទំហំប្រវែង2.1 ម៉ែត្របាទ2 ម៉ែត្រមួយគុំ2 ម៉ែត្រមួយគុំបាទបងប្អូនមើលអត់ទៅឃើញទេដោយសារនៅក្នុងដលងបាទខ្ញុំគាស់ដលងចេញទៅស្រឡះហើយហ្នឹងហើយអញ្ចឹងវាញឹកខ្លាំងណាញឹកខ្លាំងអញ្ចឹងត្រូវការចេកច្រើនចាក្នុងដីខ្ញុំ1 ហិកតានេះត្រូវការកូនចេក700 កូន800 កូនជិត1000 កូនណាបងប្អូនបាទជិត1000 កូនអញ្ចឹងច្រើនណាអញ្ចឹងអត់អាចទៅគាស់ចេកមកដាំបានច្រើនកូនហ្នឹងឯងបើយើងមិនមានវិធីសាស្ត្រក្នុងការធ្វើឲ្យវាមានកូនច្រើនណាអញ្ចឹងដំបូងឡើយបងប្អូនដែលមានគុំចេកធំដែលយើងត្រៀមសម្រាប់ដាំបាទត្រៀមសម្រាប់ដាំគុំចេកដែលយើងត្រៀមសម្រាប់ដាំមួយគុំទោះបីជាច្រើនគុំក៏យើងអត់អាចយកគាស់បានរាប់រយកូនយកមកដាំដែរអញ្ចឹងយើងមានវិធីសាស្ត្រដើម្បីធ្វើឲ្យវាមានកូនច្រើនហើយគាស់យកមកដាំបានដូចខ្ញុំអញ្ចឹងឯងបាទល្អអញ្ចឹងឯងបាទក្នុងចេកមួយគុំយើងត្រូវកាត់វាមុននឹងយើងគាស់យកមកដាំ2 ខែទៅ 3 ខែបងប្អូនអញ្ចឹងយើងត្រូវកាត់វាបាទដូចចេកនេះអីដូចនេះអីខ្ញុំធ្លាប់កាត់កាលពីមុនមកបងប្អូនឃើញដានកាត់ទេបាទឃើញដានកាត់បាទដល់ពេលវាដុះមកវិញឃើញវាធំអានេះសិតតែខ្ញុំកាត់នេះបាទឃើញហើយគល់មេវាបាទដូចអានេះអីនេះអានេះគល់មេវាចេះអីក៏ខ្ញុំកាត់កាលពីមុនដែរបាទនិយាយទៅយើងកាត់វាប្រហែលមួយច្អាមពីដីមួយច្អាមពីដីកាត់ទាំងអស់តែម្ដងមិនថាកូនតូចកូនធំទេចេកក្នុងមួយគុំវាមានយ៉ាងច្រើនណាស់4 10 20ដើមដែរអាហ្នឹងសម្រាប់ចេកបុរាណយើងណាបាទបើចេកសម័យឥឡូវអត់ទេមួយគុំតែ2 3ដើមឯងដូចទេខ្ញុំដាំនេះឯងក្នុងមួយគុំចេកខ្ញុំទុកវាតែ2 កូនឬក៏3 កូនទេបាទអត់ទុកច្រើនទេទុកច្រើនបំផុតគឺ3 កូនលើសពី3 កូនគឺត្រូវកាត់ចោលហើយអញ្ចឹងគឺត្រូវការដាំញឹក2 ម៉ែត្រ 2 ម៉ែត្រ បាទសម្រាប់ទ្រូងវាវិញខ្ញុំដាក់ចន្ទីបងប្អូនឃើញនេះកូនចន្ទីបាទកូនចន្ទីប៉ុន្តែនេះងាប់បាត់ហើយអញ្ចឹងខ្ញុំដាំប្រឡោះកដាលទ្រូងចន្ទីញឹកញញទៅតែម្ដងហើយក្នុងមួយគុំវាខ្ញុំដាក់ទុកយ៉ាងច្រើនបំផុតគឺ2 កូនបងប្អូនបាទ2 កូនចេក3 កូនចេកយ៉ាងច្រើនបំផុតហ្នឹងហើយអត់អាចទុកឲ្យលើសហ្នឹងទេអញ្ចឹងបច្ចេកទេសសម័យថ្មីអត់ដូចបច្ចេកទេសពីបុរាណទេប៉ុន្តែកូនចេកនេះគាស់មកពីគុំចេកបុរាណបាទនៅពេលដែលយើងកាត់ម៉ាត់ចេក4 10 ដើម20 ដើមវាប្រែคล้ายជាចេក50 60 ដើមក្នុងមួយគុំបងប្អូននេះបច្ចេកទេសក្នុងការដាំប្របែកកូនចេកគឺចំណេញមែនតើបងប្អូនកាត់ត្រឹមតែ2 ខែទៅ 3 ខែកូនចេកយើងគឺឡើងតែម្ដងបាទឡើងហើយជាទូទៅចេកបងប្អូនអាចកាត់ខែ 4 ខែ 5បាទកាត់ទាំងអស់តែម្ដងបាទនៅអាហ្នឹងអាស្រ័យលើបងប្អូនដែលចង់ដាំទេដាំខែណាក៏បានដែរអាស្រ័យលើកត្តាទឹកភ្លៀងយើងត្រូវបរិមាណមើលយើងត្រូវវិភាគមើលថាតើទឹកភ្លៀងនៅពេលដែលខែដែលយើងដាំហ្នឹងវាគ្រប់គ្រាន់សម្រាប់ដាំអត់បើដាំហើយរាំងក៏វាយ៉ាប់ដែរបងប្អូនហើយខ្ញុំដាំនេះគឺនៅក្នុងខែ10បាទនៅក្នុងខែ10អញ្ចឹងចេកនេះខ្ញុំកាត់តាំងពីខែ7មកបងប្អូនពីខែ7ដល់ខែ10វា3 ខែបាទហើយឃើញ3 ខែបងប្អូនឃើញធំល្អហើយបាទប៉ុន្តែយើងកាត់ហ្នឹងយើងត្រូវពូនគល់វាផងបាទចបយើងហ្នឹងកាប់ដីមកពូនគល់វាដើម្បីឲ្យកូនបែកធំផ្លាក់ថ្លោសល្អហើយនឹងវាភ្លុះបានច្រើនបងប្អូនចបយើងកាប់ដីលុបតាមគល់វាណាលុបពីលើអាគល់ដែលយើងកាប់វាហ្នឹងហើយដើមដែលយើងកាប់ហើយហ្នឹងយើងមិនបាច់ដាក់ក្របពីលើទេយើងយកចេញឲ្យឆ្ងាយដើម្បីឲ្យពន្លឺចូលក្តៅដល់គល់ចេកដើម្បីឲ្យវាដុះកូនបានច្រើនបាទហើយយល់ល្អបងប្អូនទៅបាញ់ជីបាទបាញ់ជីណាគល់ដែលយើងកាត់វាហ្នឹងបាទអានេះខ្ញុំមិនបានបង្ហាញបងប្អូនពេលខ្ញុំកាត់ពីគល់មកទេបងប្អូនដោយសារចការខ្ញុំនៅឆ្ងាយគ្នាណាអានេះខ្ញុំមិនដល់ចការដាំហើយបាទខ្ញុំនឹកឃើញថតវីដេអូនឹងចែករំលែកដល់បងប្អូនហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងมันមានជាចំណេះដឹងច្រើនទេគ្រាន់តែចំណេះដឹងតិចតួចពាក់ព័ន្ធនឹងការប្របែកកូនចេកឲ្យបានច្រើនបានរាប់រយកូនណាបាទចេកក្នុងចេញមួយគុំយើងអាចប្របែកបានរាប់សិបកូនបងប្អូននេះខ្ញុំធ្វើសាកល្បងហើយបាទហើយ
bóng ôn bờ dương thưa tam bạch chạy cái tê cái khla cái tha oi cọp cừu cho cào bờ bảy đã thong hay giờ mà đam mấy nó vua bóng ôn vua nhom xạ là bóng ấy vua nè hay bờ bảy cho bờ bảy lang về ngay nè bà nhớ qua chơi mau bà qua chơi mau đâm ta bờ bảy bờ bốn khai cái play vào đây bóng ôn chạy này hiểu hay play từ bóng này miên vô cái cài bờ màn tê bóng ôn dương ở đây vô từ lụa đi những bàn mà hộp và bà lụa có lụa bàn từ lấy thao đây dương sòng khâm chương kế sòng khâm côn vì để plu tranh bịa côn nâng màu bà anh ấy cứ chơi cái đây sòng khâm phong dương bà nơi bây giờ dương đâm mê vì là ó giống côn được cái có bị tháo phai tam nâng đây con kế này anh ấy miên plu bọc phèn màu hay bà mình toàn màn đâm phóng plu bọc màu vào đây bạn đây giờ này sẽ tập bọc phèn màu này hiện ta đã flip mất màu flip lời tầm bay khai cái tranh blog bà đây bông bồn bà tranh blog côn chơi màu mùi tiệt đây bay tập buôn khai bà chếtอายุการอย่างฉะนั้นผมไปkhai tập đọc khai về play bông bồn bà chẳng những đam mưa pariman việc phiêu mưa tới mưa khai ngày thì tới đam tới nhóm đam ní cô đại phần nhóm ao việc tránh ao việc dương bàn cắt lúa nó không khai chung vịnh bà chẳng mà chỉ nhóm quả đam khai này còn tại mình sân khâm thà vì là ít cho tê bùa prang tới về rèn tới bà mình miền tực sào tế vì ai nâng câu mò riêng cân này bà ní dương ai đưa ta thòm chiết đai bà nhóm ở bàn sào tực sào yประมาณ tê bà rồi còn nhóm đam chơi như bà chơi như nông tờ lâu nhóm tơ pê để dương qua tờ lâu mất là hay còn tại bà chăm qua tờ lâu 200 đám vì này không còn vì hô pê là dương tới đàm bà hô pê là dương tới đàm thì chợ đánh chơi mà cốm nhung qua bàn hà học sập côn chế cứ bàn tràn nó bông bồn chẳng phải chạy cái tê nên không cá và bảy côn chế cho mà đàm nắng bông bồn cua tại thưa đôi nhóm tới bà cứ cắt việc và cắt vì một nhân dân do mà đám trên cắt vì pi khai môn tới cứ chơi nó lùa màu bàn tràn côn hay sưu quá giờ mà đàm bàn thọc lò côn chơi lò tiệt bạn bông bồn ở con tràn bà chơi đẹp liều bông bồn ra video nâng bà hay bông bồn mình tay vô bảo bài na xong chui của mìnhในក្នុង video នឹងផងបាទហើយដូចខ្ញុំថាអញ្ចឹងបាទអ្នកណាក៏ចេះដាំដែរបាទសំខាន់គឺបត់ពិសោធន៍បាទហើយនឹងតិចនិចនៅក្នុងការដាំហើយជោគជ័យឬមិនជោគជ័យហ្នឹងអាស្រ័យលើបងប្អូនចាំមើលបន្តទៀតបាទនៅពេលដែលខ្ញុំធ្វើវាជោគជ័យដោយរបៀបណាបាទសូមអរគុណច្រើនបាទសូមជម្រាបលា